នៅក្នុងប្រវត្តិសាស្ត្រពិតជ័យជំនះដ៏អស្ចារ្យរបស់បរិបបាតដៃទទេលីវប៉ាងនឹងការងើបឡើងរួនផែនដីរបស់ស្ដេចសង្គ្រាមសៀងអ៊ីអាចនឹងមិនកើតឡើងទាល់តែសោះប្រសិនបើគ្មានសោកនាដកម្មដ៏ខ្មៅងងឹតមួយនៅក្នុងវាំងនគរឈិននោះគឺការដួលរលំនៃគ្រួសារមឹងមនុស្សភាគច្រើនតែងតែគិតថារាជវង្សឈិនដួលរលំដោយសារតែលីវប៉ាងឆ្លាតនិងសៀងអ៊ីខ្លាំងប៉ុន្តែសំណួរប្រវត្តិសាស្ត្រដ៏ជក់ចិត្តមួយត្រូវបានចោទសួរថាចុះបើគ្រួសារមឹងប្រកបដោយកំពូលមេទ័ពមឹងធាននិងប្អូនប្រុសរបស់គាត់មឹងអ៊ីមិនស្លាប់តែលីវប៉ាងនិងសៀងអ៊ីអាចមានឱកាសដណ្ដើមនគរឈិនបានដែរឬទេថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកបើកសៀវភៅប្រវត្តិសាស្ត្រនិងវិភាគពីរឿងរ៉ាវរបស់មហាគ្រួសារយោធាដ៏មានអំណាចបំផុតដែលធ្លាប់ជាខែដៃថែបការពារចក្រភពឈិនហើយនឹងលាតត្រដាងការពិតថាបើពួកគេនៅរស់ទាំងលីវប៉ាងទាំងសៀងអ៊ីគ្មានឱកាសសូម្បីតែងើបក្បាលបះបោរឡើយដើម្បីយល់ច្បាស់ថាគ្រួសារមួយនេះមានឥទ្ធិពលខ្លាំងកម្រិតណាយើងត្រូវត្រឡប់ទៅមើលឫសគល់នៃអំណាចរបស់ពួកគេជាមុនសិនផ្អែកតាមការកត់ត្រាប្រវត្តិសាស្ត្រដ៏ល្បីល្បាញសឺជីរបស់លោកស៊ីម៉ាឈៀននៅក្នុងជំពូកស្ដីពីជីវប្រវត្តិនៃមេទ័ពមឹងធានគ្រួសារមឹងមិនមែនទៅតែមកល្បីក្នុងសម័យឈិនស៊ីហួងនោះទេពួកគេគឺជាតួអង្គគ្រួសារមេទ័ព3ជំនាន់ដែលបានបូជាឈាមដើម្បីនគរឈិនចាប់តាំងពីជំនាន់លោកតាគឺលោកមេទ័ពមឹងអៅនិងជំនាន់ឪពុកគឺលោកមេទ័ពមឹងអ៊ូពួកគេសុទ្ធតែជាកំពូលមេទ័ពដែលបានជួយឈិនស៊ីហួងវាយកំទេចនគរដទៃទៀតដើម្បីបង្រួបបង្រួមចិនតែមួយភាពស្មោះត្រង់និងស្នាដៃដ៏មហិមា3ជំនាន់នេះហើយដែលធ្វើឲ្យគ្រួសារមឹងទទួលបានអំណាចដាច់ខាតនិងការទុកចិត្តខ្ពស់បំផុតពីអធិរាជឈិនស៊ីហួងនៅក្នុងយុគសម័យនោះអំណាចរបស់គ្រួសារមឹងត្រូវបានបែងចែកជាដៃឆ្វេងនិងដៃស្ដាំរបស់អធិរាជដៃទី1គឺមឹងធានគាត់គឺជាកំពូលមេទ័ពដែលកាន់អំណាចយោធាក្រៅនគរធំបំផុតដោយក្តោបក្តាប់កងទ័ពដៃថែបយុទ្ធសាស្ត្រចំនួន300,000នាក់នៅព្រំដែនភាគខាងជើងនៅក្នុងសៀវភៅសឺជីបានកត់ត្រាថាលោកបានដឹកនាំទ័ពវាយកំទេចនគរឈីដែលជានគរចុងក្រោយបង្អស់ក្នុងការបង្រួបបង្រួមចិនក្នុងឆ្នាំ221មុនគ្រិស្តសករាជមិនតែប៉ុណ្ណោះក្នុងឆ្នាំ215មុនគ្រិស្តសករាជមឹងធានបានដឹកនាំទ័ពដេញកំទេចពួកកុលសម្ព័ន្ធម៉ុងហ្គោលបុរាណដែលពេលនោះហៅថាពួកស៊ុងនូឲ្យរត់បាក់ស្បាតភៀសខ្លួនទៅវាលខ្សាច់ហ្គូប៊ីគាត់ព្រមទាំងដើរតួជាអ្នកបញ្ជាផ្ទាល់ក្នុងការកសាងនិងតភ្ជាប់មហាកំផែងចិនដ៏ល្បីល្បាញទៀតផងដៃទី2គឺមឹងអ៊ីដែលជាប្អូនប្រុសបង្កើតរបស់មឹងធានបើមឹងធានខ្លាំងខាងក្រៅវាំងគឺមឹងអ៊ីខ្លាំងខាងក្នុងវាំងលោកស៊ីម៉ាឈៀនបានពណ៌នានៅក្នុងការកត់ត្រាប្រវត្តិសាស្ត្រថាមឹងអ៊ីគឺជាកំពូលមន្ត្រីអមស្ដេចនិងជាអ្នកប្រឹក្សាយោបល់ដ៏ចំណិតបំផុតរបស់ឈិនស៊ីហួងរាល់ពេលចេញដំណើរទៅណាឈិនស៊ីហួងតែងតែឲ្យមឹងអ៊ីអង្គុយលើរទេះសេះជាមួយគ្នាហើយគ្រប់កិច្ចការសម្ងាត់និងការកាត់ទោសមន្ត្រីធំៗសុទ្ធតែឆ្លងកាត់ដៃមឹងអ៊ីទាំងអស់ចង់ដឹងអត់អំណាចរបស់មឹងអ៊ីខ្លាំងដល់ថ្នាក់ណាគឺខ្លាំងរហូតដល់ថ្នាក់អាម៉ាត់ពុករលួយចៅកៅធ្លាប់បានប្រព្រឹត្តកំហុសឆ្គងដ៏ធំមួយហើយត្រូវបានមឹងអ៊ីកាត់ទោសប្រហារជីវិតនិងលុបឈ្មោះចេញពីបញ្ជីតាមច្បាប់រដ្ឋបាលយ៉ាងតឹងរ៉ឹងបំផុតប៉ុន្តែនៅពេលដឹងខ្លួនថានឹងត្រូវស្លាប់ចៅកៅបានទៅក្រាបសំពះអង្គវរកយំសោកបោកខ្លួននៅចំពោះមុខឈិនស៊ីហួងដោយសារតែឈិនស៊ីហួងសោកស្ដាយសមត្ថភាពរបស់ចៅកៅខាងផ្នែកអក្សរសាស្ត្រនិងច្បាប់ទើបទ្រង់បានចេញរាជសារលើកលែងទោសប្រហារជីវិតឲ្យចៅកៅរួចជីវិតវិញការសម្រេចចិត្តលើកលែងទោសឲ្យមនុស្សធន់នេះរបស់ឈិនស៊ីហួងគឺជាការចិញ្ចឹមខ្លាឲ្យខំខ្លួនឯងនិងជាកំហុសយុទ្ធសាស្ត្រដ៏ធំបំផុតព្រោះវាបានបង្កើតជាដាវងងឹតត្រឡប់មកកាត់ក្បាលគ្រួសារមឹងទាំងមូលនៅពេលក្រោយហើយឱកាសសងសឹករបស់ខ្លាកំណាចចៅកៅក៏បានឈានចូលមកដល់នៅពេលដែលបង្អែកដ៏ធំតែមួយគត់របស់គ្រួសារមឹងបានរលាយបាត់បង់នៅឆ្នាំ210មុនគ្រិស្តសករាជនៅពេលដែលអធិរាជឈិនស៊ីហួងបានសគត់ភ្លាមៗក្នុងពេលធ្វើដំណើរមហាអាមាត្យចៅកៅដោយសារតែគុំគួននឹងមឹងអ៊ីផងនិងខ្លាចថាបើប្រាក់ម្ចាស់ច្បងហ្វូស៊ូដែលជាសិស្សរបស់មឹងធានឡើងធ្វើស្ដេចខ្លួនឯងនឹងត្រូវអស់អំណាចផងក៏បានរួបគំនិតជាមួយលីស៊ឺធ្វើរាជសារខ្លាំងៗមួយច្បាប់បង្ខំឲ្យព្រះអង្គម្ចាស់ហ្វូស៊ូនិងមេទ័ពមឹងធានផឹកថ្នាំពុលសម្រាប់ខ្លួនឯងនៅក្នុងសៀវភៅប្រវត្តិសាស្ត្រសឺជីបានកត់ត្រាឃ្លាសន្ទនាដ៏រំភើបមួយថាមឹងធានមើលធ្លុះល្បិចនេះភ្លាមៗគាត់បានខាត់ព្រះអង្គម្ចាស់ហ្វូស៊ូយ៉ាងទទូចថាព្រះអង្គម្ចាស់យើងកំពុងតែកាន់ទ័ព30,000នាក់ការពារព្រំដែននេះជាភារកិច្ចដ៏ធំធេងរបស់ជាតិគ្រាន់តែរាជសារមួយច្បាប់ហេតុអ្វីព្រះអង្គបញ្ញាប់សម្លាប់ខ្លួនម្លេះយើងគួរតែបញ្ជូនមនុស្សទៅរាជធានីដើម្បីស៊ើបការឲ្យច្បាស់សិនប៉ុន្តែសោកនាដកម្មត្រង់ថាព្រះអង្គម្ចាស់ហ្វូស៊ូជាមនុស្សមានចិត្តទន់ភ្លន់និងមានកតញ្ញូហួសហេតុពេកហ្វូស៊ូយំហើយពោលថាបើព្រះវររាជបិតាបង្ខំឲ្យកូនស្លាប់ទៅហើយតើយើងត្រូវស៊ើបសួររកហេតុផលអ្វីទៀតពោលរួចហ្វូស៊ូក៏ផឹកថ្នាំពុលសម្រាប់ខ្លួនឯងភ្លាមៗចំពោះមុខមឹងធានក្រោយពេលហ្វូស៊ូស្លាប់មឹងធានបាត់បង់បង្អែកនយោបាយទាំងស្រុងផ្អែកតាមទស្សនវិជ្ជាភក្តីភាពដ៏បរិសុទ្ធរបស់គ្រួសារមឹងដែលសាងមក3ជំនាន់គាត់មិនចង់ដឹកនាំទ័ពបះបោរវាចូលស្រុកកំណើតឲ្យប្រវត្តិសាស្ត្រចារឈ្មោះថាជាមេទ័ពក្បត់ជាតិនោះទេមឹងធានសុកចិត្តប្រគល់ត្រាបញ្ជាទ័ពរួចដើរចូលទៅឲ្យគេចាប់ដាក់គុកចុងក្រោយទាំងមឹងធាននិងប្អូនប្រុសមឹងអ៊ីត្រូវបានចៅកៅបង្ខំឲ្យផឹកថ្នាំពុលស្លាប់នៅក្នុងគុកទាំងទឹកភ្នែកនិងការឈឺចាប់បំផុតមុនស្លាប់មឹងធានបានស្រែកសួរមេឃថាតើខ្ញុំមានទោសអ្វីចំពោះរាជទើបមេឃដាក់ទណ្ឌកម្មខ្ញុំបែបនេះការស្លាប់របស់បងប្អូនត្រកូលមឹងបានខ្លាចជាការបើកទ្វារនរកសម្រាប់រាជវង្សឈិនប៉ុន្តែវាក៏ជាការបើកទ្វារសំណាងឲ្យបុគ្គល2នាក់ក្រឡាប់ផែនដីផងដែរឥឡូវនេះយើងមកដល់វគ្គវិភាគបើគ្រួសារមឹងនៅរស់តើលីវប៉ាងនិងសៀងអ៊ីអាចដណ្ដើមនគរឈិនបានទេចម្លើយពិតប្រាកដដែលយោងតាមការវិភាគគឺដឹងតែមិនអាចទៅរួចឡើយតាមរយៈហេតុផលយុទ្ធសាស្ត្រដ៏ក្បោះក្បាយទាំង8ចំណុចនេះចំណុចទី1កងទ័ពដៃថែប30,000នាក់
ជាទ័ពជើងចាស់លំដាប់កំពូលមឹងធានគ្រប់គ្រងកងទ័ពយុទ្ធសាស្ត្រព្រំដែនភាគខាងជើងចំនួន300,000 នាក់ផ្អែកតាមសិភៅសើជីនេះមិនមែនជាទាហានធម្មតាឬជាទាហានកែនថ្មីៗនោះទេតែជាកងទ័ពអាជីពដែលមានវិន័យតឹងរ៉ឹងបំផុតនិងទើបតែឆ្លងកាត់សមរភូមិជាក់ស្ដែងក្នុងការបង្ក្រាបពួកស៊ុងនូបើប្រៀបធៀបមកវិញក្រុមកងទ័ពដំបូងរបស់លាវប៉ាងភាគច្រើនជាក្រុមកសិករនិងអ្នកទោសរត់ចោលជួរគ្មានអាវុធល្អគ្មានខែលការពារនិងគ្មានវិន័យចម្បាំងឡើយប្រសិនបើមឹងធានដឹកនាំកងទ័ពព្រំដែនដ៏មានសណ្ដាប់ធ្នាប់នេះចុះមកបង្ក្រាបក្រុមតស៊ូរបស់លាវប៉ាងនឹងត្រូវកំទេចរលាយបាត់ត្រឹមតែមួយប៉ព្រិចភ្នែកដោយគ្មានឱកាសបានពង្រីកខ្លួនឡើយចំណុចទី2មឹងធានគឺជាខែលការពារតែមួយគត់ដែលអាចទប់ទល់នឹងសៀងអ៊ីនៅសមរភូមិជូលូនៅក្នុងប្រវត្តិសាស្ត្រពិតស្ដេចសង្គ្រាមសៀងអ៊ីអាចវាយកំទេចកងទ័ពធំរបស់ឈិនបាននៅសមរភូមិជូលូដោយសារយុទ្ធសាស្ត្រចិត្តសាស្ត្រកំទេចឆ្នាំងបាយពលិចទូកនិងបង្ខំឲ្យទ័ពខ្លួនឯងស្ម័គ្រស្លាប់វាយកាត់ផ្ដាច់ខ្សែស្បៀងនាលំដាប់នោះកងទ័ពព្រំដែន 30,000 នាក់ដែលកំពុងបាក់ស្មារតីត្រូវដឹកនាំដោយមេទ័ពថ្មីវ៉ាងលីដែលខ្វះបទពិសោធន៍យោធាទើបបណ្ដោយឲ្យសៀងអ៊ីវាយកាត់កណ្ដាលមុខរហូតត្រូវបែកបាក់ខ្ចាត់ខ្ចាយនិងត្រូវសត្រូវចាប់ខ្លួនបានប៉ុន្តែចុះបើនៅសមរភូមិជូលូនោះកងទ័ពដៃថែប 30,000 នាក់នៅតែដឹកនាំដោយកំពូលមេទ័ពមឹងធានផ្ទាល់ដៃវិញផ្អែកតាមកំណត់ត្រាសើជីមឹងធានគឺជាមេទ័ពសង្គ្រាមជើងចាស់លំដាប់កំពូលដែលធ្លាប់ច្បាំងឈ្នះរាប់សិបសមរភូមិទាំងការវាយកំទេចនគរឈីនិងបណ្ដេញពួកស៊ុងនូលោកច្បាស់ជាមើលធ្លុះយុទ្ធសាស្ត្រវៃឆ្មក់បែបប្រងើយកន្តើយរបស់សៀងអ៊ីជាមិនខានមឹងធាននឹងមិនដាក់ពង្រាយទ័ពឲ្យធូររលុងឡើយគឺលោកនឹងរៀបចំយុទ្ធសាស្ត្រការពារបែបបន្ទាយដៃថែបដោយពង្រឹងខ្សែការពារផ្លូវស្បៀងយ៉ាងហ្មត់ចត់បំផុតម្យ៉ាងវិញទៀតវត្តមានរបស់មឹងធានឈរនៅលើរទេះចម្បាំងនឹងធ្វើឲ្យទាហានព្រំដែនទាំង 30,000 នាក់មានស្មារតីចម្បាំងកើនឡើងដល់កំពូលហ៊ានបូជាជីវិតស្រែកហូរកញ្ជ្រៀវវាយបុកទៅមុខព្រោះពួកគេមានទំនុកចិត្ត 100% លើមេទ័ពរូបនេះនៅពេលសៀងអ៊ីវ័យមិនធ្លីក្នុងរយៈពេល 3 ថ្ងៃស្បៀងទ័ពដែលកំទេចចោលនោះនឹងត្រូវអស់ហើយទ័ពរបស់សៀងអ៊ីនឹងត្រូវដួលរលំដោយខ្លួនឯងដូច្នេះជំនួសឲ្យជ័យជំនះដ៏ល្បីល្បាញរបស់សៀងអ៊ីសមរភូមិជូលូនឹងក្លាយជាវាលពិឃាតកប់សពរបស់ស្ដេចសង្គ្រាមរូបនេះក្រោមស្នាដៃមឹងធានវិញជាមិនខានចំណុចទី3មឹងអ៊ីជាខួរក្បាលការពារខាងក្នុងវាំងដរាបណាមឹងអ៊ីនៅរស់ចៅកៅគ្មានឱកាសធ្វើព្យុះធ្វើភ្លៀងឬលួចកាត់ក្បាលមេទ័ពនិងមន្ត្រីស្មោះត្រង់ចោលតាមចិត្តឡើយបើសិនកាលនោះមឹងអ៊ីមិនបានទទួលបញ្ជាពីស្ដេចឈិនទៅខាងក្រៅទេចៅកៅក៏គ្មានឱកាសខ្លែងរាជសរសើរដែរវត្តមានរបស់មឹងអ៊ីនៅក្នុងវាំងគឺជាឧបករណ៍តុល្យភាពអំណាចដ៏រឹងមាំដែលធ្វើឲ្យរចនាសម្ព័ន្ធរដ្ឋបាលនិងយោធារបស់នគរឈិនមិនរលួយពីខាងក្នុងឡើយនៅពេលផ្ទៃក្នុងរឹងមាំច្បាប់ទម្លាប់ត្រូវបានអនុវត្តត្រឹមត្រូវគឺគ្មានច្រកណាដែលចលនាបះបោររបស់រាជអាចរីករាលដាលជាធំដុំបានឡើយចំណុចទី4ព្រះម្ចាស់ហ្វូស៊ូនឹងឡើងគ្រងរាជាអធិរាជទី2ពិតប្រាកដតាមរាជសារពិតរបស់ឈិនស៊ីហួងគឺត្រូវលើកព្រះអង្គម្ចាស់ច្បងហ្វូស៊ូឲ្យឡើងធ្វើស្ដេចហ្វូស៊ូគឺជាមនុស្សដែលមានចិត្តមេត្តាស្រឡាញ់រាស្ត្រនិងមិនចូលចិត្តច្បាប់ខុសខើឡើយប្រសិនបើហ្វូស៊ូឡើងគ្រងរាជដោយមានគ្រួសារមឹងជ្រោមជ្រែងគាត់នឹងលុបចោលច្បាប់សាហាវនិងការបង់ពន្ធធ្ងន់ធ្ងររបស់ឈិនស៊ីហួងភ្លាមកាលណាស្ដេចថ្មីល្អរាស្ត្របានរស់នៅសុខស្រួលសេដ្ឋកិច្ចងើបឡើងវិញនោះមូលហេតុនៃការងើបបះបោររបស់រាស្ត្រគឺគ្មានទាល់តែសោះចំណុចទី5មហាកំផែងចិននឹងក្លាយជាបន្ទាយយុទ្ធសាស្ត្រដែលមិនអាចទម្លាយបានមឹងធានគឺជាអ្នកដឹកនាំផ្ទាល់ក្នុងការសាងសង់និងតបជាប់មហាកំផែងចិនវត្តមានរបស់គាត់នៅព្រំដែនធ្វើឲ្យពួកស៊ុងនូខ្លាចរហូតមិនហ៊ានលបមកវៃឆ្មក់នៅពេលព្រំដែនភាគខាងជើងមានសុវត្ថិភាព 100% នគរឈិនមិនបាច់បារម្ភពីរឿងសត្រូវខាងក្រៅហើយអាចប្រមូលផ្ដុំកម្លាំងស្បៀងអាហារនិងធនធានទាំងអស់មកគ្រប់គ្រងនិងបង្ក្រាបសន្តិសុខផ្ទៃក្នុងប្រទេសធ្វើឲ្យលាវប៉ាងនិងសៀងអ៊ីគ្មានចន្លោះប្រហោងណាមួយដើម្បីលបវៃឆ្មក់ដណ្ដើមទឹកដីបានឡើយចំណុចទី6ការបាត់បង់ឱកាសមាសរបស់លាវប៉ាងក្នុងការលបចូលរាជធានីនៅក្នុងប្រវត្តិសាស្ត្រពិតលាវប៉ាងអាចល្បីឈ្មោះនិងលេចធ្លោខ្លាំងគឺដោយសារគាត់ឆ្លៀតឱកាសពេលសៀងអ៊ីកំពុងជាប់ដៃវាយគ្នាជាមួយកងទ័ពធំរបស់ឈិនរួចលាវប៉ាងក៏លបនាំទ័ពកាត់តាមផ្លូវកាត់ចូលទៅវាយបែករាជធានីសៀនយ៉ាងមុនគេប៉ុន្តែបើគ្រួសារមឹងនៅការពារផ្លូវយុទ្ធសាស្ត្រនិងច្រកភ្នំទាំងអស់ជុំវិញរាជធានីនឹងត្រូវបិទជិតនិងយាមកាមដោយទ័ពអាជីពធ្វើឲ្យល្បិចលបចូលរាជធានីរបស់លាវប៉ាងក្លាយជាការដើរចូលរណ្ដៅមរណៈទៅវិញចំណុចទី7កងទ័ពបះបោរខ្វះសាមគ្គីភាពនិងគ្មានមេដឹកនាំរួមការណោះក្រុមបះបោរប្រឆាំងនគរឈិនមានច្រើនក្រុមណាស់តែពួកគេព្រមស្ដាប់សៀងអ៊ីព្រោះសៀងអ៊ីវាយឈ្នះកងទ័ពធំរបស់ឈិននៅសមរភូមិជូលូចុះបើសៀងអ៊ីត្រូវចាញ់ដៃឬជាប់គាំងក្រោមស្នាដៃមឹងធានវិញក្រុមកងទ័ពបះបោរដទៃទៀតរួចទាំងក្រុមរបស់លាវប៉ាងផងនឹងបាត់បង់សេចក្តីសង្ឃឹមចាប់ផ្ដើមបែកបាក់សាមគ្គីភាពវាយដណ្ដើមទឹកដីនិងអំណាចគ្នាឯងរហូតដល់ត្រូវកងទ័ពឈិនរបស់មឹងធានដេញកំទេចម្ដងមួយក្រុមរហូតដល់រលាយខ្ទេចចំណុចទី8សំណាងប្រវត្តិសាស្ត្រដែលកើតចេញពីល្បិចកលក្បត់ចំណុចនេះជាការសន្និដ្ឋានដ៏មុតស្រួចបំផុតជោគវាសនារបស់លាវប៉ាងនិងសៀងអ៊ីមិនមែនកើតឡើងដោយសារតែពួកគេខ្លាំងអស្ចារ្យលើផ្ទៃមេឃនោះទេប៉ុន្តែវាជាសំណាងប្រវត្តិសាស្ត្រដែលកើតចេញពីការដួលរលំនៃគ្រួសារមឹងល្បិចកលរាជសារខ្លាំងៗរបស់ចៅកៅដែលបង្ខំឲ្យមឹងធាននិងហ្វូស៊ូធ្វើអត្តឃាតគឺជាការកាត់ដៃកាត់ជើងនិងដកខែការពារខ្លួនឯងរបស់នគរឈិនលោកស៊ីម៉ាឈៀនបានចារក្នុងសៀវភៅសើជីយ៉ាងច្បាស់ថាការស្លាប់របស់បងប្អូនត្រកូលមឹងគឺជាការបើកទ្វារឲ្យចក្រភពឈិនរលាយបើគ្មានល្បិចកលបំផ្លាញខ្លួនឯងពីខាងក្នុងវាំងឈិននេះទេទំព័រប្រវត្តិសាស្ត្រនៃរាជវង្សហានរបស់លាវប៉ាងគឺគ្មានឱកាសបានសរសេរឡើងឡើយរឿងរ៉ាវទាំងអស់នេះបានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃមួយសម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រ
សោកនាដកម្មរបស់គ្រួសារមឹងដោយដែលលោកសឺម៉ាឈៀនបានចារទុកមកបានបង្ហាញមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ថាពេលខ្លះបង្ក្រាបសត្រូវដៃថែបដែលសត្រូវខាងក្រៅមិនអាចទម្លាយបានបែរជាត្រូវរលាយខ្ទេចខ្ទីដោយសារតែដង្កូវស៊ីពីខាងក្នុងទៅវិញចូលបងប្អូនទាំងអស់គ្នាវិញយល់ស្របនឹងការវិភាគនេះដែរឬទេបើគ្រួសារមឹងនៅរស់តើប្រវត្តិសាស្ត្រចិននឹងប្រែប្រួលទៅជាយ៉ាងណាខមមិនយោបល់បងប្អូននៅខាងក្រោមបើបងប្អូនចូលចិត្តវីដេអូបែបវិភាគប្រវត្តិសាស្ត្រនិងរឿងរ៉ាវបុគ្គលល្បីៗបែបនេះកុំភ្លេចចុច like ចុច subscribe Channel MH History ម្នាក់មួយផងជួបគ្នានៅវីដេអូភាគបន្ទាប់